มาสะจะมวยจะก็ทำไมตีเมื่อบองโอนจะก็ได้เหม็นลมไม่ได้บองโอนโยมาตามปีกไม้จะก็นี่คือเอาจะมมกอดเต็งเมาแต่พญาตามโกนกับมมจ้องบ้านจะก็ทนาวขมายเยิ่งเดือดซาแต่เคยทั้งไงมุนนุ้งใดในขยมน้องกอดมือเฟซบุ๊กกันเตอร์เคยเนี่ยบองโอนขมายเยิ่งกอดเวอร์จะก็ทนาวเมียนสระเมียนระบอไอ้เซ็งแต่ขวัญไทยทงวนไปอะไรด่าเมาบ้านจังก็จองบ้านจะก็ทนาวมาปีเคยสะอาดให้สะอาดแม่บองโอนโยมอร์ลงสะอาดได้ให้ដូចនិយាយទៅមើលទៅស្អាតហ្មងបងប្អូនចាស្រឡាញ់មែនតែនហើយរបស់យកមកតាំងពីខ្មែរចកាសនេះហោះតាមយន្តហោះមកទៀតបងប្អូនចាចកាសនៅស្រុកនេះបើតាមហាងបារាំងគឺអត់មានលក់ទេបងប្អូនប៉ុន្តែបើទៅតែហាងចិនមានចកាសឈើចកាសជ័រអីចឹងណាអញ្ចឹងនាងខ្ញុំត្រូវអស់ចកាសផងហើយត្រូវកូននាងខ្ញុំនឹងគាត់ទៅខ្មែរកាលមុនហ្នឹងអញ្ចឹងក៏ឲ្យគាត់ដាក់មកទៅប៉ុន្តែមិនលើទេណាបងប្អូនគឺដាក់មកហ្នឹងមកដល់តាំងពីខែគាត់មកដល់ខែ7ខែ8គាត់មកវិញទៅមួយខែបងប្អូនចាទៅជាងមួយខែដូចជាមកដល់វិញគឺដូចជាដើមខែ8អាទិត្យទី1នឹងឯងបងប្អូនចាអញ្ចឹងគឺគាត់ដាក់មកបានម្ដុំនឹងឯងគ្រាន់តែបានញ៉ាំអញ្ចឹងគឺថ្ងៃហ្នឹងគឺមកធ្វើកាទៀវសាកញ៉ាំជាមួយចកាសថ្នោតបើកឆាកលើកដំបូងបងប្អូនចាកូននាងខ្ញុំនឹងគឺមកជួយណាបងប្អូនហើយប៉ុន្តែជួយអីមិនទេហាន់ទៅឡើងប៉ុណ្ណានៃហ្នឹងអត់បានប្រាប់ពីរបៀបធ្វើរូបមន្តឬក៏ធ្វើអីទេបងប្អូនគឺមកធ្វើកាទៀវនេះគឺដោយសារតែកូនស្រីគឺគាត់ចង់ញ៉ាំផងកូនស្រីគាត់ថាកូនជាប់ប្រឡងយូរហើយអញ្ចឹងគឺគាត់ចង់ញ៉ាំកាទៀវអញ្ចឹងថ្ងៃណាប៉ាធ្វើកាទៀវហៅកូនមកញ៉ាំផងអញ្ចឹងប៉ាគាត់នឹងក៏នឹកឃើញកូនកំមុំគាត់ហ្នឹងក៏ឲ្យសួរម៉ាក់វីធ្វើកាទៀវបានអត់ហៅកូនមកញ៉ាំកូនឥឡូវនៅនេះថាអត់អីទេចង់ញ៉ាំធ្វើបានតែម៉ាក់វីនោះឲ្យតែមានអ្នកមើលកូនតូចទៅម៉ាក់វីធ្វើបានអញ្ចឹងគឺក៏អត់បានរៀបរាប់គ្រឿងផ្សំដែរទឹកស៊ុបកាទៀវយើងគឺទឹកស៊ុបអត់ទឹកស៊ុបថ្លាទេបងប្អូនចាទឹកស៊ុបនេះគឺនាងខ្ញុំប្រើទឹកស៊ីអ៊ីវខាប់ទឹកអីចឹងរាងពណ៌ឡើងរាងពណ៌បន្តិចឯងបងប្អូនចាថាធ្វើគ្រប់ហើយចុះឡើងគឺនៅខ្វះតដែរបងប្អូនហើយគឺខ្វះម្ទេសឆាហើយម្ទេសឆាហ្នឹងគឺអត់បានដាក់ទៀតអូយនិយាយទៅម្ទេសឆាឲ្យតែឆាហើយគឺមិនសូវនៅសល់តែឆាហើយយើងញ៉ាំជាមួយបាយក៏បានដាក់កាទៀវដាក់បបរញ៉ាំជាមួយបាញ់ស៊ុងបាច់អីគឺផ្សេងគឺបានទាំងអស់ដល់ពេលអញ្ចឹងទៅវាចុះហើយអត់សូវមានពេលធ្វើទៀតដល់ធ្វើហើយញ៉ាំអស់ទៅដល់ពេលដល់ធ្វើកាទៀវចង់ធ្វើទៅម្ទេសឆាទៀតអញ្ចឹងគឺដាក់ទៅគឺអត់គ្រប់ទេហើយសម្រាប់កាទៀវថ្ងៃនេះគឺអ្នកម្ចាស់ដាក់ឲ្យរៀបចំឲ្យពួកគាត់ទៅហើយដោយសារតនាងខ្ញុំនឹងគឺខ្ជិលមកដុសពីរដងបងប្អូនចាកាទៀវអីគឺអត់មានស្រោះភ្លាមដាក់ភ្លាមឲ្យទេស្រោះម្ដងគឺពីកញ្ចប់នឹងយកតែម្ដងហើយចាំចាប់ដាក់ឲ្យគាត់តែម្ដងគ្រឿងផ្សំអីរៀបចំលេម្ចាស់ទុកឲ្យពួកគាត់ទៅហើយខ្ញុំនឹកដែរនឹងឯងបងប្អូនហើយរឿងធ្វើកាទៀវរឿងធ្វើអីហ្នឹងញឹកដែរដោយសារតែកូនចេះញ៉ាំទាំងអស់គ្នាកូនទី1ទី2ទី3អីទី4អីគឺគាត់ចូលចិត្តទាំងអស់ដល់ពេលអញ្ចឹងធ្វើម្ដងគឺញ៉ាំបានមកផ្ទះតែខូចតែម៉ាក់វីខ្ជិលធ្វើហើយថ្ងៃហ្នឹងគឺត្រូវប៉ាទិញឆ្អឹងស៊ុបបានផងអញ្ចឹងក៏ធ្វើកាទៀវទៅដោយសារតែអត់មានឆ្អឹងស៊ុបក៏យើងអត់ឆ្ងាញ់ដែរដល់មានឆ្អឹងស៊ុបហើយប៉ាគាត់ហ្នឹងក៏ទិញឆ្អឹងស៊ុបគោបានហ្នឹងអញ្ចឹងក៏យកមកធ្វើកាទៀវឲ្យគាត់ហើយងាស់ទឹកស៊ុបហ្នឹងយើងយកទឹកស៊ុបខ្លះដាក់ទុកឲ្យកូនពៅញ៉ាំបងប្អូនដោយសារតែកូនពៅឥឡូវគឺពេទ្យគេឲ្យចាប់ផ្ដើមញ៉ាំបានដូចយើងខាងខែលដែរហើយអញ្ចឹងគឺយើងយកទឹកស៊ុបតែយើងអត់ដាក់រសជាតិដិតដូចយើងទេយើងយករសជាតិសាបឡំហើយដួសយកតែបន្តិចលាយជាមួយស៊ុបគាត់អីអញ្ចឹងទៅហើយកុំថានាងខ្ញុំអត់មានកូនស្រីទេបងប្អូនឃើញកូនប្រុស3បងប្អូនណែកូន3ប្រុសទាំង3អត់ទេបងប្អូនណាកូនស្រីឡើង2គ្រាន់ថាកូនស្រីឡើង2ហ្នឹងគេធំកំមុំអស់ហើយអញ្ចឹងតូចក្រោយ3អ្នកក្រោយហ្នឹងគឺសិតតែប្រុសទាំងអស់តែចិត្តហ្នឹងគឺចង់បានកូនកំមុំមួយទៀតនឹងឯងគ្រាន់តែឥឡូវហ្នឹងមក3ហើយប្រុសទាំង3ហើយបាច់តាមយកទៀតទេបើតាមមកមើលទៅម៉ាក់វីហ្នឹងចាំយកចៅកូនភាសាហើយនឹងចៅស្រីតែម្ដងហើយបាច់យកកូនស្រី